នេះចង់និយាយពីរឿងតថ្លៃបន្តិចបងប្អូនចេះតថ្លៃល្អតាដូចជាលក់ម៉ូតូលក់អីគាត់ចេះតថ្លៃតអីជារឿងមួយដែលល្អប៉ុន្តែស្នើសុំបងប្អូនតតងនឹងដូចជាបងប្អូនអ្នកដែលខ្សត់គាត់លក់របស់របរតាមមកកត្រកតាមមកកង់តាមមកម៉ូតូអញ្ចឹងបងប្អូនអត់គួរតថ្លៃទេអឺខ្ញុំតែងឃើញអ្នកភាគច្រើនគាត់តថ្លៃលក់របស់តែបន្តិចបន្តួចហ្នឹងគាត់តថ្លៃឧទាហរណ៍ថាឥឡូវគេលក់តែតកួនមួយបាច់ហ្នឹងក៏តថ្លៃដែរលក់តែ2000ហ្នឹងក៏តថ្លៃសុំ500ប៉ុន្តែបើរបស់របរក្នុងផ្សារទំនើបវិញ3 4000ក៏អត់សូវតថ្លៃទេអញ្ចឹងបើសិនជាមនុស្សចាស់ឬក៏អ្នកលក់តូចតាចតាមកង់តាមម៉ូតូតាមអីតាមកត្រកតាមអីយល់អយើងកុំតថ្លៃគាត់ព្រោះគាត់មិនបានប្រមាណទេបើសិនជាតាមហាងដូចជាម៉ូតូកង់យើងតថ្លៃជារឿងមួយដែលល្អប៉ុន្តែបងប្អូនជាទូទៅគឺការឲ្យតម្លៃភាគច្រើនគាត់ថាឃើញរបស់តូចតាចអញ្ចឹងទៅគឺគាត់តថ្លៃអញ្ចឹងទៅដល់ពេលទៅកន្លែងដែលទំនើបផ្សារទំនើបហាងធំហ្នឹងគាត់មិនសូវហ៊ានតថ្លៃទេដោយគិតថាឧទាហរណ៍ឥឡូវផ្សារទំនើបវាគិតថាតម្លៃវាគួរតែថ្លៃប៉ុណ្ណឹងទានទិន្នមានអីចឹងទៅអាហ្នឹងជាការឲ្យតម្លៃទេប៉ុន្តែតែគ្នាលក់របស់របរទិញទូចហ្នឹងវាមិនសូវបានចំណេញប្រមាណទេយល់ល្អហ្នឹងក៏យើងជួយទិញទៅបើចាស់ចាស់ជួយទិញទៅបើតម្លៃប៉ុណ្ណឹងក៏យើងទិញឲ្យថ្លៃគាត់ទៅបើភាគច្រើនខ្ញុំឲ្យថ្លៃគាត់ច្រើនថាជួនកាលទិញមកអត់ត្រូវការអីទេចេះជួយទិញគាត់ទៅយកមកទុកចឹងទៅ